បាទជាឬសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមចែករំលែកមួយពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារដោយការចាប់ផ្ដើមពីភាពបរាជ័យនៅក្នុងជីវិតបាទនេះជាបទពិសោធន៍ផ្ទាល់របស់លោកឪពុកម្ដាយរបស់ខ្ញុំតាំងពីគាត់មានកូនទី1រហូតដល់កូនទី4បាទអញ្ចឹងនិយាយពីលោកឪពុករបស់ខ្ញុំគាត់ជាមនុស្សម្នាក់ដែលប្រឹងព្យាយាមបាទប្រឹងព្យាយាមប៉ុន្តែការព្យាយាមរបស់គាត់ទទួលនៅបរាជ័យញឹកពេកពេលដែលគាត់បរាជ័យញឹកពេកធ្វើឲ្យគាត់មិនអាចទទួលយកលទ្ធផលបរាជ័យបានគាត់ក៏ហូបស្រាបាទហូបស្រាមិនដំបូងបែរហូបឲ្យសម្រានលក់កុំឲ្យគិតច្រើនអញ្ចឹងណាបងប្អូនបាទប៉ុន្តែការហូបអញ្ចឹងយូរទៅវាខ្លាយទៅជាទម្លាប់ហូបបន្តិចយូរទៅមានមិត្តភ័ក្តិមានអីយូរទៅគាត់អត់ស្រាអត់បានគាត់ហូបជាប្រចាំថ្ងៃបាទអញ្ចឹងពេលគាត់ហូបជាប្រចាំថ្ងៃរួចគាត់ខ្លាចចិត្តដោះមេបាទប៉ុន្តែលទ្ធផលការងារគាត់នៅតែអត់ទាន់ជោគជ័យដែរទេនៅក្នុងជីវិតប៉ុន្តែអាការទលាប់យកស្រាដើម្បីបន្ថយការគិតនិងយកស្រាដើម្បីបំភ្លេចរឿងឬក៏ឧបសគ្គឬក៏ភាពបរាជ័យផ្សេងអាហ្នឹងវាជាហេតុផលមួយដែលធ្វើឲ្យឪពុករបស់ខ្ញុំខ្លាចជាមនុស្សម្នាក់ដែលគាត់ចង់និយាយថាគាត់ដោះមេបាទហូបស្រាសពីស្រាសស្រាកំប៉ុងក៏ហូបបានទាំងអស់គាត់ដោះមេពេលព្រឹកគាត់ត្រូវហូបស្រាបើគាត់ហូបអត់ហូបស្រាទេដៃគាត់ញ័រអញ្ចឹងវាធ្វើឲ្យគាត់ពិបាកការងារបាទអញ្ចឹងគាត់ហូបស្រាយូរទៅខ្លាចជាទម្លាប់នៅក្នុងជីវិតបាទអញ្ចឹងបានស្រានេះបងប្អូនពេលដែលបងប្អូនបរាជ័យក្នុងជីវិតក្តីឬក៏បងប្អូនបរាជ័យនៅក្នុងឧបសគ្គក្នុងជីវិតយ៉ាងណាក៏ដោយបងប្អូនកុំយកស្រាជាការជាគ្រូឬក៏យកស្រាជាដំណោះស្រាយដើម្បីបំបត្តិនៅភាពឈឺចាប់ឬក៏បំភ្លេចនៅរឿងរ៉ាវដែលយើងបានឆ្លងកន្លងមកការយកស្រាហ្នឹងវាបានតែមួយផ្លេតប៉ុន្តែរឿងរ៉ាវវាបានធ្វើឲ្យជីវិតហ្នឹងវាជួបរឿងរ៉ាវបាត់ទៅហើយបាទដូច្នេះជាបទពិសោធន៍នៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំជួបផ្ទាល់ស្រានេះមិនបានជួយអ្វីដល់លោកឪពុកខ្ញុំទេបាទប៉ុន្តែវាបានធ្វើឲ្យគ្រួសារមួយរងគ្រោះអំពីស្រាបាទអញ្ចឹងពាក់ព័ន្ធនឹងការរងគ្រោះអំពីស្រាហ្នឹងខ្ញុំសូមនិយាយរងគ្រោះមុនគេគឺរងគ្រោះគាត់ផ្ទាល់បាទគាត់ផ្ទាល់គាត់កើតជាមហារាជលំពេងហើយគាត់មហាកើតទីតកើតអីហើយគាត់បាត់ស្លាប់ទៅហើយបាទប៉ុន្តែបទពិសោធន៍នេះខ្ញុំសូមចែករំលែកហ្នឹងដើម្បីឲ្យបងប្អូនដឹងថាការហូបស្រាដើម្បី